គ្រោះថ្នាក់មើលមិនឃើញមែនខ្ញុំពិតជាសរសើរដល់ទឹកចិត្តបងប្រុសតែកង់ឡានធំខ្លាំងមែនតែនដោយសារតែទឹកចិត្តគាត់ចង់ចូលរួមការងារសប្បុរសធម៌ជាមួយក្រុមហ៊ុន Gensbird ខណៈដែលក្រុមហ៊ុន Gensbird បានធ្វើការឧបត្ថម្ភឥដ្ឋ1លានដុំនិងស័ង្កសី 10000 សន្លឹកជូនដល់ពលរដ្ឋរងគ្រោះនៅតាមព្រំដែនដែលមានផ្ទះសម្បែងរងការខូចខាតដោយសង្គ្រាមស្រាប់តែបងប្រុសតកង់ឡានក៏ជួបគ្រោះថ្នាក់ប៉ុន្តែក៏សុខចិត្តតែគ្រោះថ្នាក់ឡានគាត់ខ្លួនឯងគាត់មិនអោយទៅប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋផ្សេងដែលកំពុងធ្វើដំណើរតាមផ្លូវជាមួយគាត់ទេសរសើរទឹកចិត្តគាត់ខ្លាំងមែនតើបងប្អូនណាគាត់ដឹកឥដ្ឋមួយឡានគាត់នឹង 50000 ដុំបងប្អូនបាទគឺស្មើនឹង60 តោនគឺធ្ងន់ខ្លាំងមែនតើហើយគាត់អត់យកថ្លៃពលកម្មនិងថ្លៃដឹកគាត់ទេគាត់យកតែថ្លៃប្រេងទេបាទប្រេងចាក់ឲ្យគាត់តែមកពេញឲ្យគាត់ដឹកដល់ទីតាំងទៅបាទស្រាប់តែគាត់មិនបានចំណេញផងបងប្អូនហើយត្រូវសួយមកជួបគ្រោះថ្នាក់លាក់ទៅបលាយទៀតបងប្អូនអរគ្នាបាទធ្លាក់កង់មកខាងទៅបលាយទៀតបាទដោយបងប្អូនឃើញនៅក្នុងរូបភាពនេះហើយពេលនេះបងប្រុសតកង់ឡានបានត្រឹមតែឈរមុខស្រពាប់ស្រពោនដោយសារតែឡានរបស់គាត់ខូចខាតច្រើនខ្លាំងមែនតើបើសិនជាធ្វើអស់ប្រហែលជា$1000ជាងហ៎បងប្អូនអាចជួយ share វីដេអូនេះម្នាក់មួយបានទេអំពើល្អខ្មែរជួយខ្មែរស្រាប់ពេលដែលតកង់ឡានគាត់ចិត្តល្អចង់ជួយដល់ពលរដ្ឋរងគ្រោះនៅតាមព្រំដែនដែលមានផ្ទះរងការខូចខាតជួយដឹកក្រុមហ៊ុន Gensbird ដោយគិតតែថ្លៃប្រេងអត់គិតថ្លៃពលកម្មថ្លៃដឹកផ្សេងៗទេបងប្អូនសរសើរទឹកចិត្តគាត់មែនតើអញ្ចឹងបងប្អូនខ្មែរយើងសូមជួយ share លើកទឹកចិត្តដល់បងប្រុសម្នាក់មួយខ្ញុំនឹងដាក់ QR code របស់បងប្រុសផ្ទាល់តែម្ដងនៅក្នុង comment បងប្អូនចូលរួមថវិកាជួយគាត់ម្នាក់តិចក្តីច្រើនក្តីតាមស្ទីរបស់បងប្អូនអរគ្នាទៅដោយសារតែអាណិតគាត់បងប្អូនហើយបាទខ្មែរជួយខ្មែរជួបជាមួយតកង់ឡានក៏ចិត្តល្អទៀតប៉ុន្តែសួយអីតកង់ឡានគាត់ជួបគ្រោះថ្នាក់ឥឡូវនេះបាទគាត់ខូចខាតឡានគាត់ធ្លាក់ក្បាលឡានគាត់ទៅចូលទៅអាផ្លូវបលាយហ្នឹងបងប្អូនមកចំហៀងបងប្អូនដឹងស្រាប់ហើយថាផ្លូវទៅវាវែងខេត្តពោធិ៍សាត់ភ្នំ1500ហ្នឹងគឺពិបាកធ្វើដំណើរមែនតើដោយសារតែឡើងទួលខ្ពស់ខ្លាំងមែនតើអញ្ចឹងរថយន្តនីមួយត្រូវការប្រើកម្លាំងខ្លាំងណាបងប្អូនអរគ្នាអញ្ចឹងគាត់ដាច់ប្រាំងសួយថាត្រង់ដាច់ប្រាំងហ្នឹងបងប្អូនក៏ធ្លាក់កង់មកចំហៀងគាត់អត់ឲ្យឡានគាត់ហ្នឹងទៅប៉ះពាល់ឬមួយបកកគ្រោះថ្នាក់ទៅដល់បងប្អូនប្រជាពលរដ្ឋផ្សេងដែលកំពុងធ្វើដំណើរតាមផ្លូវហ្នឹងឯងគាត់សុកចិត្តកិច្ចមកចំហៀងមកខាងខ្លួនឯងដើម្បីឲ្យឡានហ្នឹងកុំឲ្យលមៀទៅក្រោយហើយប៉ះពាល់ទៅដល់អ្នកផ្សេងទៀតដោយសារតែឡានគាត់ដាច់ប្រាំងឥឡូវគាត់សួយបងប្អូនហើយអញ្ចឹងបងប្អូនទាំងអស់គ្នាដែលនៅតាមបណ្ដោយព្រំដែនពលរដ្ឋដែលរងគ្រោះហ្នឹងកុំឆ្ងល់ថាហេតុអ្វីក្រុមហ៊ុន Gensbird ដឹកយូរដល់ម៉េះសួយដោយសារតែឡានដឹកឥដ្ឋខាងលើហ្នឹងជួបគ្រោះថ្នាក់បាទគាត់ធ្លាក់កង់មកចំហៀងឯងបងប្អូនអរគ្នាអញ្ចឹងជាទឹកចិត្តខ្មែរសូមជួយ share ចែករំលែកវីដេអូនេះម្នាក់មួយបងប្អូនអំពើល្អមិនសាបសូន្យតែកង់ឡានដែលគាត់មានទឹកចិត្តសប្បុរសបាទជួយដឹកយកទៅថ្លៃប្រេងឥឡូវខូចខាតឡានទៀតបាទអញ្ចឹងមានតែបងប្អូនអរគ្នាឧបត្ថម្ភម្នាក់1រៀល2រៀលអីទៅលើកទឹកចិត្តគាត់ដើម្បីឲ្យគាត់មានលុយនឹងយកទៅធ្វើឡានឡើងវិញបាទព្រោះនេះជាក់ស្ដែងបងប្អូនហ្នឹងមិនមែនចិត្តតែនិយាយទៅដោយសារតែខ្ញុំដឹងជាក់ស្ដែងហើយអារម្មណ៍បងប្រុសពេលនេះខ្ញុំជឿជាក់ថាគាត់កំពុងតែបាក់ទឹកចិត្តដោយសារតែគាត់ខំធ្វើការងារសប្បុរសធម៌បែរជាមកជួបរឿងបែបនេះអញ្ចឹងមានតែពលរដ្ឋខ្មែរយើងទេក្នុងអំឡុងពេលដែលកំពុងតែជួបផលវិបាកមានតែជួយគ្នាពេលនេះទេម្នាក់តិចម្នាក់តិចដើម្បីឲ្យគាត់នឹងមានលទ្ធភាពទៅជួសជុលឡានឡើងវិញបាទយ៉ាងណាក៏អរគុណមែនតើទៅដល់បងប្រុសតកង់ឡានក៏ដូចជាអរគុណដល់ក្រុមហ៊ុន Gensbird ដែលតែងតែធ្វើការងារសប្បុរសធម៌ជួយដល់ពលរដ្ឋរងគ្រោះនៅតាមបណ្ដោយព្រំដែនដែលមានផ្ទះសម្បែងត្រូវខូចខាតដោយសារតែភ្លើងសង្គ្រាមនេះបងប្អូនទាំងអស់គ្នានេះហើយកំពុងតែគៀបកង់មកខាងចូលខាងអូបរហូតទឹកទាញមកវិញហើយបើសិនជាជួសជុលខ្ទង់អស់ប៉ុន្មានមកអាចស្មានដឹងអស់ហើយជាតាមស្មានថាជា1000ក្រាស់ទៅជា2000ហ្នឹងអូយបងប្អូនហើយដល់កហើយនេះបាក់ប៉ះកផ្លូវខាងឆ្វេងដៃចកោតបូមចកោតក៏ប៉ះនៅពេលដែលខ្ញុំដាក់ QR បើសិនជាបងប្អូនបានឃើញវីដេអូនេះហើយបងប្អូនអាចជួយឧបត្ថម្ភទៅកាន់បងប្រុសបានដោយសារគាត់ដូចខ្ញុំបាននិយាយច្រើនដងហើយគាត់ដឹកយកតែថ្លៃប្រេងទេគាត់គឺជាមនុស្សម្នាក់ដែលចិត្តធម៌ដែរគាត់ធ្វើកម្មវិធីសប្បុរសធម៌មួយ Gensbird ដែរអញ្ចឹងជួបរឿងបែបហ្នឹងខ្ញុំមានតែអំពាវនាវទៅកាន់សប្បុរសធម៌បងប្អូនទាំងអស់គ្នាដែលចង់បរិច្ចាគមកកាន់បងប្រុសអរគុណច្រើនបងអរគុណ